នេះជាមូលហេតុដែលថៃនៅតែបន្តចិញ្ចឹមកូនចិត្តចង់បានទឹកដីចង់បានប្រាសាទខ្មែរដោយឥតឈប់ឈរនេះក៏ដោយសារតែផែនទីមួយសន្លឹកនេះគឺជាផែនទីប្រវត្តិសាស្ត្រព្រំដែនប្រទេសថៃឆ្នាំ1940ដែលបានពណ៌នាអំពីការបាត់បង់ទឹកដីរបស់សៀមចំនួន8លើកទៅលើបារាំងនិងអង់គ្លេសផែនទីមួយនេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដើម្បីបណ្ដុះផ្នត់គំនិតជាតិនិយមដល់ប្រជាជនថៃឲ្យស្អប់ពួកអាណានិគមបើយើងសម្លឹងទៅមើលផែនទីមួយសន្លឹកនេះឲ្យល្មិតនោះយើងនឹងឃើញចំនួនលេខទាំងអស់នេះដែលពួកសៀមបានរៀបរាប់ពីការបាត់បង់ទឹកដីចំនួន8លើកដែលលើកទី1នៅម៉ាឡេស៊ីនិងលើកទី2នៅភូមាចំណែកឯលើកទី3លើកទី6និងលើកទី7គឺបានបាត់បង់ទៅលើបារាំងដែលបារាំងបានធ្វើការទាមទារខិតខ្មែរត្រឡប់មកឲ្យកម្ពុជាវិញតាមរយៈអនុសញ្ញានិងសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និងឆ្នាំ1907មែនទែនទៅសៀមគេប្រើពាក្យថាបាត់បង់ទឹកដីទៅកាន់ពួកអាណានិគមនេះគឺគេចង់ដើរតួកំសត់ធ្វើខ្លួនឯងជាជនរងគ្រោះទាំងដែលខ្លួនដើរឈ្លានពានលេបយកទឹកដីគេហើយនៅពេលដែលពួកអាណានិគមដណ្ដើមយកមកឲ្យម្ចាស់ដើមគេវិញតាំងយំស្រែកហើយនេះគឺជាចរិតរបស់សៀមតែបើយើងនិយាយអំពីសច្ចភាពនៃប្រវត្តិសាស្ត្រតាំងពីដើមឡើយគ្មានទេជនជាតិសៀមឬថៃដែលមានដើមកំណើតរស់នៅលើដែនដីអាស៊ីអាគ្នេយ៍ដីគោកសពថ្ងៃនេះពលគឺពួកគេត្រឹមតែជាជនអន្តោប្រវេសន៍ដែលមានដើមកំណើតចេញពីខេត្តយូណានប្រទេសចិនសពថ្ងៃនេះតែប៉ុណ្ណោះហើយនេះគឺជាប្រវត្តិសាស្ត្រពិតដែលប្រវត្តិវិទូណាក៏គេនិយាយអញ្ចឹងដែរបងប្អូននេះមិនមែនជារឿងចៃដន្យទេដែលផែនទីមួយសន្លឹកនេះគឺជារឿងឈឺចាប់បំផុតរបស់សៀមរហូតដល់ពេលបច្ចុប្បន្នព្រោះពួកគេគិតថាទឹកដីរបស់ពួកគេត្រូវបានបាត់បង់ដោយសារពួកមហាអំណាចអាណានិគមនៅអឺរ៉ុបហើយនេះគឺជាមូលហេតុដែលសៀមនៅតែបន្តចិញ្ចឹមកូនចិត្តចង់បានទឹកដីខ្មែរចង់បានប្រាសាទខ្មែរគ្មានថ្ងៃឈប់ឈរគុនសិស្សសៀមត្រូវបានគេបណ្ដុះបណ្ដាលនិងបង្រៀននៅសាលាតាំងពីក្មេងៗមកហើយខ្ញុំនិយាយនេះមិនមែនចង់បញ្ឆេះកំហឹងឲ្យមានការស្អប់ចិត្តសាសទេក៏ប៉ុន្តែវាគឺជាការពិតបងប្អូនសៀមគេអាចក្រឡៃប្រវត្តិសាស្ត្រដើម្បីបណ្ដុះផ្នត់គំនិតជាតិនិយមដល់ប្រជាពលរដ្ឋគេបានចុះហេតុអ្វីបានជាយើងមិនអាចធ្វើបានដូចគេយើងមានប្រវត្តិសាស្ត្រពិតពិភពលោកណាក៏គេទទួលស្គាល់ដែរហេតុអ្វីបានជាយើងមិនរួមគ្នាក្នុងការផ្សព្វផ្សាយបងប្អូននេះគឺជាផែនទីអាណាចក្រខ្មែរដែលក្រុមការងាររបស់ពួកយើងបានផលិតដើម្បីជាសារដាស់តឿនដល់កូនខ្មែរគ្រប់រូបថាយើងគឺជាពូជពងអ្នកសាងប្រាសាទជាអ្នកបន្តមរតកអង្គរតោះសម្រាប់បងប្អូនយើងណាដែលមានកម្រងមកលេងខេត្តសៀមរាបទស្សនាតំបន់អង្គរខ្ញុំសូមណែនាំអាវអាណាចក្រខ្មែរនេះមែនទែនព្រោះថាវាស័ក្តិសមនឹងបរិបទស័ក្តិសមនឹងពេលវេលាទីតាំងហើយអ្វីដែលពិសេសនោះគឺពួកយើងបានរំលេចនៅពាក្យថា It's me អង្គររៀនដែលពួកយើងចង់សម្ដៅទៅលើជនជាតិអង្គរអរិយធម៌អង្គរអញ្ចឹងសម្រាប់បងប្អូនយើងណាដែលមានតម្រូវការអាវអាណាចក្រខ្មែរបងប្អូនអាចទាក់ទងមកកាន់ពួកយើងបានអរគុណ